đó trường Phnom Nôm Nam Lia rồi con phố đấy đó trường Phnom Nôm Nam Lia rồi lấy chập đào thưa đầm nào đào lao Phnom Nôm Nam Lia rồi lao tụi món đó lỡ và hai chị trung đập ram này ti ấy đó này sai đào lang lỡ bị tăng là say tăng là xôn thế chứ bà bông bồnនេះគឺជារូងថ្មដែលនៅជើងភ្នំណាមលាលដែលយើងដែលបានចុះចូលទៅក្នុងនឹងទេមិនដឹងថានៅក្នុងនឹងមានជម្រៅប្រមាណហើយវាអាចមានរូងទៅដល់ណាខ្លះទេយើងអត់ដឹងទេបងប្អូនប៉ុន្តែមានគេធ្លាប់ចូលស្រ័យដោយសារនៅខាងក្នុងនោះមានប្រទេសឈើប្រទេសអីចឹងណាបងប្អូនហ្នឹងហើយអាចមានអ្នកធ្លាប់ចូលទៅលេងនៅក្នុងនឹងដែរព្រោះមានក្តារឈើក្តារអីចឹងណាចឹងយើងមិនធ្លាប់ចូលយើងអត់ដឹងទេអត់ដឹងថាតើនៅក្នុងនឹងរូងមានចម្ងាយប្រមាណទៅដល់ណាខ្លះទេអត់ដឹងទេបងប្អូនបាទហ្នឹងហើយទីនេះគឺនៅជើងភ្នំបងប្អូននៅជើងភ្នំរុននេះគឺមានជម្រៅប្រហែលជា2ម៉ែត្រចូលទៅខាងក្នុងហើយអាចមានទំហំធំនៅខាងក្នុងណាបងប្អូនអញ្ចឹងខ្ញុំអត់បានចុះទៅខាងក្រោមដើម្បីថតយកទស្សនភាពជូនបងប្អូនមើលទេគឺមកដើរឆ្លងកាត់ទីនេះក៏ឃើញរូងនេះក៏យើងថតទុកជាអនុស្សាវរីយ៍ទៅបាទនៅទីនេះសម្បូរដើមឆ្កែស្រែងច្រើនណាឆ្កែស្រែងព្រោះឆ្កែស្រែងខ្មៅណាដើមឆ្កែស្រែងខ្មៅច្រើននៅជ្រុងនោះបងប្អូនទីតាំងខាងនោះគឺជាព្រំដែនរវាងកម្ពុជាជាមួយនឹងវៀតណាមដែនបងខ្សែបន្ទាត់ព្រំដែនបាទយើងមើលពីលើនេះទៅអាចឃើញទៅដល់ដាក់មីលនោះដាក់មីលនៅជ្រុងនោះបងប្អូននោះដាក់មីលនៅជ្រុងនោះដាក់មីលនោះបងប្អូននោះផ្សែងហុយនោះគឺជាខាងដាក់មីលហើយខាងដាក់មីលបងប្អូនបាំងភ្នំមើលមិនទៅឃើញច្បាស់បើសិនជាឡើងទៅដល់លើភ្នំនេះភ្នំណាមលាលភ្នំខ្ពស់ជាងគេនោះឡើងទៅដល់ហ្នឹងប្រហែលជាអាចមើលឃើញបងប្អូនមើលឃើញច្បាស់វៀតណាមនោះបងប្អូនភ្នំហ្នឹងនោះភ្នំហ្នឹងអានោះភ្នំប្រាំងនៅបងប្អូនភ្នំប្រាំងនៅហើយលហិបងប្អូនអើយគួរចង់អង្គុយលេងណាខាងបងប្អូនទេសចរគាត់មកក្រុមឥឡូវគាត់ចុះទៅវិញអស់ហើយបងប្អូនអូខ្ញុំនឹងថតមើលនេះបងប្អូននេះបងប្អូនឃើញនេះទេនេះថ្មអលងព្រិលនេះហ្នឹងមិនមែនថ្មទេបងប្អូនគឺគេអុជទៀននេះទៀននេះបងប្អូនមិនមែនថ្មទេទៀននេះទៀនមានគេមកស្នាក់នៅសម្រាប់នៅលើហ្នឹងអញ្ចឹងទៅគេយកទៀនយកមកអុជហ្នឹងណាបងប្អូនបាទសិតតែដានទៀននេះគេឡើងមកសម្រាប់នៅទីនេះពេលយប់នោះទីតាំងចំការរបស់ប្រជាពលរដ្ឋនៅក្បែរខ្សែបន្ទាត់ព្រំដែនបាទឥឡូវយើងចាប់ផ្ដើមធ្វើដំណើរចុះពីលើភ្នំថ្មភ្នំណាមលាលទៅវិញបងប្អូនអើយចាប់ផ្ដើមធ្វើដំណើរទៅវិញមកដល់លើនេះឥឡូវចាប់ផ្ដើមចុះទៅវិញលហើយស្រួលណាស់បងប្អូនអើយលហើយស្រួលណាស់
មកដល់ជាន់ទី1នៃកំពូលភ្នំហើយបងប្អូននេះកូនភ្នំមួយស្អាតបងប្អូនកូនភ្នំនេះវាកូនភ្នំថ្មសុទ្ធតែម្ដងនោះលើភ្នំនោះអានោះភ្នំជាន់ទី2បងប្អូនខាងលើអានេះភ្នំជាន់ទី1នោះភ្នំជាន់ទី2មួយខៀវនេះនៅចំពោះមុខនេះអានេះគឺភ្នំជាន់ទី3រីមួយទៀតនៅខាងនោះអានោះភ្នំជាន់ទី4បងប្អូនភ្នំខ្ពស់ជាងគេបំផុតនៃភ្នំណាមលាលហើយបងប្អូនអានោះនៅទីនោះហើយដែលជាកន្លែងដែលកាលជំនាន់បារាំងគាត់ស្ទូចកំភ្លើងធំយកដាក់នៅលើទីតាំងនោះព្រោះជាតំបន់ខ្ពស់គេដឹកយន្តហោះដាក់បងប្អូនកាលពីសម័យជំនាន់បារាំងតាខ្ញុំគាត់បានប្រាប់ថាបារាំងឈរជើងនៅទីនោះឯងនោះនៅនោះជាន់ខ្ពស់ជាងគេនោះមើលទៅបងប្អូននោះអានោះហើយគឺជាភ្នំដែលបារាំងឈរជើងសម្រាប់បោះតបនៅលើនោះឡើងទៅដល់ជាន់ចុងក្រោយគេជាន់លើបំផុតបងប្អូនអើយហត់ដែរដើររត់ឡើងលឿនពេកទៅចង់អស់ខ្យល់បងប្អូនចង់អស់ខ្យល់នោះបងប្អូនទីតាំងខាងនោះគឺជាព្រំដែនរវាងកម្ពុជាជាមួយនឹងវៀតណាមដែនបងខ្សែបន្ទាត់ព្រំដែនបាទយើងមើលពីលើនេះទៅអាចឃើញទៅដល់ដាក់មីលនោះដាក់មីលនៅជ្រុងនោះបងប្អូននោះដាក់មីលនៅជ្រុងនោះដាក់មីលនោះបងប្អូននោះផ្សែងហុយនោះគឺជាខាងដាក់មីលហើយខាងដាក់មីលបងប្អូនបាំងភ្នំមើលមិនទៅឃើញច្បាស់បើសិនជាឡើងទៅដល់លើភ្នំនេះភ្នំណាមលាលភ្នំខ្ពស់ជាងគេនោះឡើងទៅដល់ហ្នឹងប្រហែលជាអាចមើលឃើញបងប្អូនមើលឃើញច្បាស់វៀតណាមនោះបងប្អូនភ្នំហ្នឹងនោះភ្នំហ្នឹងអានោះភ្នំប្រាំងនៅបងប្អូនភ្នំប្រាំងនៅហើយលហិបងប្អូនអើយគួរឲ្យចង់អង្គុយលេងណាខាងបងប្អូនទេសចរគាត់មកក្រុមឥឡូវគាត់ចុះទៅវិញអស់ហើយបងប្អូនអូខ្ញុំនឹងថតមើលនេះបងប្អូននេះបងប្អូនឃើញនេះទេនេះថ្មអលងព្រិលនេះអាហ្នឹងមិនមែនថ្មទេបងប្អូនគឺគេអុជទៀននេះទៀននេះបងប្អូនមិនមែនថ្មទេទៀននេះទៀនមានគេមកស្នាក់នៅសម្រាប់នៅលើហ្នឹងអញ្ចឹងទៅគេយកទៀនយកមកអុជហ្នឹងណាបងប្អូនបាទសិតដានទៀននេះគេឡើងមកសម្រាប់នៅទីនេះពេលយប់នោះទីតាំងចំការរបស់ប្រជាពលរដ្ឋនៅក្បែរខ្សែបន្ទាត់ព្រំដែនបាទឥឡូវយើងចាប់ផ្ដើមធ្វើដំណើរចុះពីលើភ្នំថ្មភ្នំណាមលាទៅវិញបងប្អូនអើយចាប់ផ្ដើមធ្វើដំណើរទៅវិញមកដល់លើនេះឥឡូវចាប់ផ្ដើមចុះទៅវិញលហើយស្រួលណាស់បងប្អូនអើយលហើយស្រួលណាស់លហើយខ្យល់លហៀកគឺខ្យល់មានអារម្មណ៍ថាត្រជាក់ស្រិបបងប្អូនណាខ្លះធ្លាប់មកនៅលើភ្នំថ្មនេះនៅពេលព្រឹក
ពេលព្រឹកព្រលឹមដែលវាមានសន្សើមហើយនឹងធាតុតិចខ្យល់បក់មកតិចស្រាប់តែម្ដងពេលព្រឹកណាបងប្អូនបើសិនជាបងប្អូននៅក្នុងខេត្តមណ្ឌលគិរីអីនៅចិត្តអញ្ចឹងក៏ត្រូវមកលេងពេលព្រឹកពេលព្រលឹមឡើងស្រាងឡើងមកស្រូបយកខ្យល់តិចជាតិឧស្ម័នណាពីធម្មជាតិណានិយាយពីឡើងមកតិចស្រួលណាបងប្អូនអូយជាក់លហើយដូចបរិស្ថានល្អណាស្រូបយកនៅខ្យល់ចំណូលតិចមកនិយាយពីតិចលហើយស្រួលបងខ្ញុំធ្លាប់ឡើងមកពេលព្រឹកកាលខ្ញុំនៅប្រចាំនៅព្រំដែននៅប៉ុស្តិ៍6ខ្ញុំធ្លាប់ឡើងមកទីនេះនៅពេលព្រឹកឡើងហើយខ្យល់ក៏តិចខែ12ហើយចុះអាប់ហើយនិយាយពីតិចស្រួលណាបងប្អូនអូយមានអារម្មណ៍ថាដូចនៅកន្លែងឋានសួគ៌ដែលមានធាតុតិចដូចទឹកអម្រឹតណាបងប្អូនខ្ញុំធ្លាប់មកទីនេះពេលព្រឹកម៉ោង5ខ្ញុំឡើងមកកាលខ្ញុំនៅព្រំដែននៅប្រចាំការនៅប៉ុស្តិ៍6កាលនោះធ្លាប់ដើរមកល្បាតដល់ភ្នំណាមលៀនហ្នឹងហើយក៏នាំគ្នាសម្រាកនៅទីនេះមួយយប់តែតិចស្រួលណាស់បងប្អូនតិចដូចកន្លែងដែលគេហៅថាឋានសួគ៌ទឹកអម្រឹតណាប៉ុន្តែឥឡូវប្រហែលឆ្នាំកន្លងមកនេះដូចជានៅដើមលាលដូចជាក្តៅបន្តិចបងប្អូនក្តៅរៀងក្តៅកាលពីឆ្នាំ2005 2006ដែលខ្ញុំមកកាន់ទីនេះគឺតិចឡើងមកដល់លើនោះគឺតិចហើយល្ងាតែឥឡូវក្តៅច្រើនបងប្អូនក្តៅមានអារម្មណ៍ថាប្រែប្រួលអាកាសធាតុច្រើនដែរវាខែនេះវាមានកម្ដៅកាលពីមុនអត់មានកម្ដៅទេតិចខ្យល់តិចណាបងប្អូនទេសភាពភ្នំថ្មភ្នំណាមលៀលធ្វើដំណើរចុះពីលើកំពូលភ្នំណាមលៀលទៅវិញហើយបងប្អូនឡើងមកយូរយឺតចុះទៅវិញលឿនណាបងប្អូនអើយរត់ចុះមកai tao chăn đây lại có tao sọ chăn đấy ណាយាយយាយ bao យាយ nhiêu យាយចិនជាតិបន្តិចយើងដែលនៅប្រចាំការនេះនៅជើងភ្នំណាមលៀលនេះនៅជើងភ្នំខាងរៀបចំសម្អាតអនាម័យនេះយាយយាយណាបាទពួកគាត់នឹងរាញហើយអាយុប្រហែលហើយអស់អាយុប្រហែលហើយ8ជាងខ្ញុំ81ឆ្នាំហ្នឹងហើយចឹង81ចុះមីង68អូចិត្តហើយ8ជាងហើយនៅដើរបានមកសម្អាតអនាម័យអីណែកន្លែងទីតាំងគាត់ដើររើសសម្រាមរើសអីកុំឲ្យវាកក្រិចនៅកន្លែងគាត់ស្អាតបងប្អូនអត់មានសម្រាមទេគ្រាន់ធ្លាក់ភ្លឹបគឺគាត់រើសភ្លាមតែម្ដងអីមែនចាបើលះឃើញឡាំរីលះហៅអញ្ច្រើនឆ្មាឃើញតែរាញទេប៉ុន្តែកម្លាំងខ្លាំងណាស់បងប្អូនយើងនឹងមកខ្លាំងដាំកែបកែណាមកដាំខ្លាំងនិយាយពីអស់វិញអាញឲ្យមកសះឡើងព្រឹសមក8ជាង7ជាងហ្នឹងមើលម្នាក់អញថាព្រឹសហ្នឹងខ្លាំងងាន់ឡាប្រឆៅបើហេតុរាញយករៀងដឹងឆៅអស់បេពីក្រមហ្នឹងចៅក្រមយោអាញពីលើយកចុះក្រមវិញដាក់បេហ៎ដាក់បេអូក្នុងចឹងដាក់ក្រមអូក្នុងដាក់ក្រមអូអញ្ចឹងហ៎ចាខ្លាំងដែរណចាស់បងប្អូនជនជាតិភាគតិចយើងផ្កាយខ្លាំងស៊ូណាស៊ូkhôngផ្កាយមែនតែធំកម្លាំងខ្លាំងណាស់ខំរីទៅហើអូនឯងអត់រៀងទេបើគេខួងឆ្នាំមុន